Shall I stay? Would it be Holy Spirit, we welcome you into this relationship. ព្រះវិញ្ញាណបរិសុទ្ធទូបង្គំត្រូវការព្រះវត្តមានព្រះអង្គដើម្បីរក្សាទំនាក់ទំនងនេះ And I ask that you will fill them with wisdom and power to love like you. សូមព្រះអង្គជួយឲ្យពួកគេមានក្តីស្រឡាញ់មានអំណាចនិងប្រាជ្ញាក្នុងការដែលស្រឡាញ់ដូចជាព្រះអង្គដែរ God, look at your son and daughter. ព្រះអង្គសូមកលេចមើលកូនប្រុសស្រីរបស់ព្រះអង្គ They're here in Cambodia wishing for you to join their marriage now. ដែលពួកគេនៅទីនេះក្នុងប្រទេសកម្ពុជាដែលយាងព្រះវត្តមានរបស់ព្រះអង្គចូលនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ Bless them សូមប្រទានពរដល់ពួកគេ with all their needs. ជាមួយអ្វីដែលពួកគេត្រូវការ And I pray for their relationship to grow and be strong. ហើយទូបង្គំអធិដ្ឋានសូមឲ្យទំនាក់ទំនងទាំងពីរនាក់បន្តលូតលាស់ទៅមុខជានិច្ច And on this day, Jesus, គុណថ្វាយក្នុងព្រះនាមរបស់ព្រះអង្គ they're not just one, but they're not two, but they're now one. ពួកគេមិនមែនជាពីរទៀតនៅឡើយពួកតែឥឡូវពួកគេជាត្រឡប់តែមួយ In Jesus' name. គុណថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. ចាំពេលនេះយូរហើយនឹងបាននិយាយពាក្យនេះទៅសម្រាប់អូនជាកាដូដ៏ធំពីព្រះសម្រាប់ជីវិតរបស់បងនៅពេលដែលបងមើលអូនសរសើររំកើកពេលដែលបងមើលអូនថ្វាយបង្គំបងមើលឃើញនៅសេចក្តីស្មោះត្រង់ដែលបងបានមានសម្រាប់ជីវិតរបស់បងអរគុណគ្រប់យ៉ាងដែលអូនបានជ្រើសរើសបងទាំងភាពមិនល្អឬខ្ចោះបងអូនព្យាយាមនៅតែកែតម្រូវផ្ដល់ក្តីស្រឡាញ់សម្រាប់បុរសម្នាក់នេះថ្ងៃនេះនៅមុខជើឆ្កាងដែលតំណាងឲ្យព្រះអង្គនៅចំពោះមុខប៉ាម៉ាក់បងប្អូនមិត្តភ័ក្តិបងចង់ប្រាប់អូនថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយបងនៅតែធ្វើជាមិត្តភ័ក្តិអូននៅតែធ្វើជាបងប្រុសហើយនៅតែធ្វើជាប្តីរបស់អូនចាប់ពីថ្ងៃនេះតទៅម៉ោងនេះទោះបីជាមានបញ្ហាធំប៉ុណ្ណាក៏ដោយនៅក្នុងជីវិតរបស់បងនៅតែនៅផ្ដល់ក្តីស្រឡាញ់សម្រាប់អូនផ្ដល់ក្តីស្រឡាញ់សម្រាប់គ្រួសារយើងហើយគ្រួសារនេះនឹងបម្រើព្រះជាម្ចាស់អស់មួយជីវិតបងអត់សន្យាទេតែបងនឹងព្យាយាមធ្វើឲ្យបាន